រឿងគ្រូនិងសិស្សមានរឿងមួយដំណើរថាមានភិក្ខុមួយអង្គគង់នៅវត្តមួយមានសិស្សតែម្នាក់ឈ្មោះអាឆ្លូញខឹលណាស់គ្រូក៏ល្ងងណាស់ឆោតណាស់គ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះទៅឆាន់ឯផ្ទះដល់ម្ដងឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកគេប្រគេនវត្ថុអ្វីសោះបើដូច្នេះគួរតែអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នេះហើយក៏នាំកូនសិស្សថាអាឆ្លូញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកហើយគ្រូនិងកូនសិស្សក៏ឡើងជិះដំរីបរទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែរគេទុកស៊ីបានយូរមិនខូចអាចឆ្លូញជាសិស្សក៏ទៅទិញអំបិលមួយច្រកការ៉ុងស្រេចគ្រូឃើញសួរថាហេតុម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីងៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករុណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបកដំរីមកវិញសិស្សកែអំបិលពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួយក៏សួរថាអាឆ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួយឬយ៉ាងណាសិស្សឆ្លើយព្រះករុណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជិះដំរីវិញចុះអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបរដំរីទៅចាំអញនៅម្លប់ឈើខាងមុខសិស្សបរដើរទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតទៅវត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់រកមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសឹមនាំសិស្សមកយកហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះប្រសិនជាមានគេដើរមកចំឃើញនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការ៉ុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលុះដល់វត្តសិស្សសួរថាហេតុម្ដេចក៏មិនចាំសិស្សទូលថាខ្ញុំកណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងដើរដល់វត្តទើបឈប់សិស្សសួរគ្រូវិញថាលោកគ្រូទុកអំបិលឯណាគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះអញកាច់ដើមឈូកដោតជាសម្គាល់លុះព្រឹកឡើងលោកក៏នាំកូនសិស្សទៅយកអំបិលលុះដល់ប្រាប់សិស្សថាអញលាក់ទុកក្នុងត្រពាំងនេះសិស្សលន់មាត់ម៉ែអើយវារលាយអស់ទៅហើយ
អាចឆ្លួយជាសិស្សក៏ចុះទៅយកអំបិលចាប់លើកការ៉ុងទាំងពីរគ្មានឃើញអំបិលសោះព្រោះវារលាយអស់ហើយឯចំណងវាចងមាត់ការ៉ុងក៏ឃើញដាច់អស់ប្រទះឃើញថាត្រីកញ្ចុះមួយនៅក្នុងការ៉ុងនោះសិស្សទូលប្រាប់គ្រូមានត្រីកញ្ចុះមួយនៅក្នុងការ៉ុងវាស៊ីអំបិលអស់ទៅហើយយកត្រីនិងការ៉ុងមកប្រគេនលោកគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងត្រីមុតដីនឹងធ្មង់ត្រីជាប់ពឹសត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូក៏ប្រាប់ថាឯងចាប់ដកធ្មង់ត្រីចេញឲ្យឆាប់ត្បិតឈឺអញណាសិស្សក៏ចាប់ទាញស្ទើរតែមិនរួចលុះដកចេញឈាមហូរខ្លាំងពឹសត្រីក៏រឹតតែរាលដាលឲ្យលោកឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការ៉ុងយកទាំងត្រីកញ្ចុះទៅផងទៅដល់វត្តប្រាប់សិស្សថាអាចឆ្លួយឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពឹសអន់ពើតលោកគ្រូក៏សង្ងំសឹងលក់ទៅឯអាចឆ្លួយក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូតនិងត្រីក្នុងចានក្របតែវាក្របមិនជិតលោកគ្រូភ្ញាក់ឡើងឃើញសិស្សឯងយកបាយនិងត្រីមកឆាន់អាចឆ្លួយក៏ធ្វើការកັບកិរិយាដូចជាចូលទៅយកបាយប្រគេនចេញមកវិញទូលថាបាយនិងត្រីរុយស៊ីអស់ហើយនៅសល់តែមួយពំនូកនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងង់ក៏ហុចរំពាត់ផ្ដៅមួយឲ្យមកសិស្សហើយថាឯងវាយរុយកុំឲ្យវានៅលើកុដិអាចឆ្លូនជាសិស្សក៏វាយរុយមិនឈប់គ្រានោះមានរុយមួយទុំចុងច្រមុះគ្រូប្រាប់ថារុយវាទុំច្រមុះអញវាយវាឲ្យឆាប់កូនសិស្សក៏វាយតាមពាក្យលោកគ្រូវាយទៅមិនរួចមិនត្រូវរុយត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយកូនសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកប្រាប់កូនឲ្យទៅវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏មិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃក្រោយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកវិញអាចឆ្លូនជាសិស្សបានដឹងថាគ្រូតាំងពិធីមន្តអាគមស្នេហ៍ដូច្នេះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តដើរឡប់ចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកគ្រូថាលោកគ្រូធ្វើអ្វីគ្រូក៏ហកថាអញសូត្រមន្តអាគមបំមាំងខ្លួនព្រោះអញទើបតែរៀនពីគេជាបន្ទាន់នោះលោកគ្រូគិតថាណែអញពូកែមែនបានជាសិស្សអញមកលុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូលថាចង់ហាន់ឆ្អិនហើយលោកគ្រូក៏ឆ្លើយវិញបើដូច្នេះឯងលើកមកឲ្យអញឆាន់អាចឆ្លូនក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសទៅលើក្បាលគ្រូស្រែកថាអាចឆ្លូនហេតុដូចម្ដេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូលខ្ញុំកណាមើលមិនឃើញលោកគ្រូងាកចេញអាចឆ្លូនក៏ដាក់ថាសលើក្បាលគ្រូទៀតលោកគ្រូក៏ឆ្លើយឯងដាក់ថាសលើក្បាលអញទៀតហើយអាចឆ្លូនក៏ឆ្លើយវិញខ្ញុំកណាសុំទោស
ព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកបឥឡូវអញក៏ហាក់វាតាំងពីពិធីមុនអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចឯអាចឆ្លូនលុះប្រកេនចង្ហាន់ឲ្យគ្រូរួចឆាតរួចហើយវាក៏លើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តមកទៅឆាន់ឯផ្ទះអាចឆ្លូនទូលថាបើលោកគ្រូនិមន្តទៅឆាន់ឯផ្ទះគេសូមកុំស្លៀកស្បង់ព្រោះនាំតែចាស់ស្បង់ខូចឥតអំពើធ្លុះតែជីពបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមុនអាគមបំបាំងខ្លួនពូកែណាស់អ្នកណានឹងមើលឃើញគ្រូជឿហើយក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអានទៅឆាន់ផ្ទះឧបាសករួចលោកឃ្លុំតែជីពមិនស្លៀកស្បង់ដោយគិតថាឃ្លុំតែជីពបានហើយព្រោះនិមន្តអាគមអញពូកែណាស់នរណានឹងមើលគេខ្មាស់ឃើញរួចក៏នាំសិស្សទៅលុះដល់ផ្ទះឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចគេខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នេះក៏នាំគ្នាសើចហូរលាន់លោកគ្រូពុំទាន់បានចង្ហាន់ឆាន់មានចិត្តខ្មាស់ណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជេរបន្ទោសសិស្សថាឯងមិនអោយអញស្លៀកស្បង់ឥឡូវអញខ្មាស់គេណាស់អាចឆ្លូនទូលលោកគ្រូកុំខ្មាស់នឹងខ្ញុំពិចារណារឿងនេះប្រហែលជាខុសត្រណមទេឬលោកគ្រូសួរថាឯងឃើញអញធ្វើខុសត្រណមដូចម្ដេចអាចឆ្លូនសួរថាកាលលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសកនិមន្តទៅផ្លូវខាងណាលោកគ្រូប្រាប់កាលអញទៅអញចូលផ្លូវខាងកើតសិស្សថាអូច្បាស់ជាខុសត្រណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំកណាថាបើរៀនមុនទាំងពួងត្រូវត្រណមស៊ីផ្លែស្ពឺសំបីមុជក្រោមដើមស្ពឺក៏មិនបានវាសាបអាគមឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណមសាបអាគមអស់ហេតុនេះបានជាគេឃើញគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នេះក៏ថាអោអាឆ្លូនអញភ្លេចតមបានជាយ៉ាងនឹងឯងថាពិតប្រកបហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីកាលនោះមកអាចឆ្លូនជាសិស្សនៅបម្រើដោយសុខសប្បាយទៅ